ជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំសុថាវីជានាយកគ្រប់គ្រងផ្នែកសេវាកម្មរបស់ក្រុមហ៊ុន BIS Accounting and Tax Services Ltd ថ្ងៃនេះផងដែរខ្ញុំនឹងមកចែករំលែកអ្នកទាំងអស់គ្នានៅប្រធានបទថ្មីមួយទៀតដែលយើងនឹងជជែកគ្នាអំពីមូលដ្ឋានគ្រឹះនៅក្នុងការគ្រប់គ្រងឯកសារគណនេយ្យដែលយើងហៅថា Accounting Document Control ហ្នឹងអញ្ចឹងនៅក្នុងការគ្រប់គ្រងឯកសារគណនេយ្យវាមិនមែនគ្រាន់តែជាការរៀបចំទុកដាក់ឯកសារចូលទៅក្នុងថតឯកសារហើយគឺរួចរាល់នោះទេប៉ុន្តែវាគឺជារបៀបនៅក្នុងការគ្រប់គ្រងទិន្នន័យហិរញ្ញវត្ថុដ៏សំខាន់ដែលវាប៉ះពាល់ទៅលើភាពត្រឹមត្រូវនៃរបាយការណ៍ហិរញ្ញវត្ថុការបង់ពន្ធត្រឹមត្រូវការត្រៀមខ្លួនសម្រាប់សវនកម្មនិងការគ្រប់គ្រងហានិភ័យរបស់អាជីវកម្មទាំងមូលផងដែរហើយអាជីវកម្មជាច្រើននៅក្នុងប្រទេសកម្ពុជាយើងហ្នឹងគឺធ្លាប់ជួបបញ្ហាសវនកម្មពន្ធដារឬក៏សវនកម្មទៅលើរបាយការណ៍ហិរញ្ញវត្ថុព្រោះតែឯកសារខូចខាតឬរកមិនឃើញឬក៏រក្សាទុកមិនបានត្រឹមត្រូវហ្នឹងដូច្នេះហើយការយល់ដឹងអំពី Accounting Document Control ហ្នឹងគឺជាចំណេះដឹងមូលដ្ឋានដែលគ្រប់ម្ចាស់អាជីវកម្មទាំងអស់ហើយនិងគណនេយ្យករគាត់ត្រូវមានដូច្នេះហើយវីដេអូថ្ងៃនេះខ្ញុំនឹងបង្ហាញអំពីគោលការណ៍សំខាន់ដំណើរការក្នុងការគ្រប់គ្រងឯកសារដែលត្រូវមានស្តង់ដាររក្សាទុកនិងការយល់ដឹងអំពីហានិភ័យប្រសិនបើការគ្រប់គ្រងឯកសារគណនេយ្យមិនបានត្រឹមត្រូវអញ្ចឹងចំណុចទី1យើងនិយាយអំពីការគ្រប់គ្រងឯកសារគណនេយ្យគឺជាអ្វីចឹងការគ្រប់គ្រងឯកសារគណនេយ្យវាគឺជាប្រព័ន្ធនៃការរៀបចំកំណត់ស្តង់ដារបញ្ជូនរៀបចំរក្សាទុកនិងត្រួតពិនិត្យឯកសារគណនេយ្យទាំងអស់នៅក្នុងដំណើរការប្រតិបត្តិការប្រចាំថ្ងៃរបស់អាជីវកម្មហើយវាមានគោលបំណងច្បាស់លាស់ដើម្បីធានាថាឯកសារគណនេយ្យមានភាពត្រឹមត្រូវនិងពេញលេញធានាថាទិន្នន័យសម្រាប់ធ្វើការប្រកាសពន្ធត្រឹមត្រូវនិងអាចបញ្ជាក់បានធានាឲ្យ auditor ហ្នឹងគឺច្បាស់លាស់ការរកឯកសារគឺមានភាពងាយស្រួលនិងរហ័សនិងជួយការពារព័ត៌មានសំខាន់ពីការបាត់បង់ឬក៏ចូលប្រើដោយអ្នកដែលគ្មានសិទ្ធិផងដែរអញ្ចឹងហើយ document control នេះវាមិនមែនជាការងាររបស់គណនេយ្យតែប៉ុណ្ណោះទេផ្ទុយទៅវិញវាគឺជាការងាររួមគ្នារវាង operation team sales team procurement accounting និង management ផងដែរហើយចំណុចទី2យើងនឹងនិយាយអំពីថាតើហេតុអ្វីបានជាការគ្រប់គ្រងឯកសារគណនេយ្យហ្នឹងវាមានសារៈសំខាន់ខ្លាំងអញ្ចឹងសារៈសំខាន់ទី1នោះគឺការត្រៀមខ្លួនសម្រាប់សវនកម្មកម្មវិធីសវនកម្មជាទូទៅគឺគេស្នើសុំឯកសារគណនេយ្យទាំងអស់នឹងឯងដែលមានដូចជា invoice receipt delivery note contract purchase order bank statement ឬក៏ payroll supporting អីទាំងអស់នឹងជាដើមអញ្ចឹងប្រសិនបើឯកសារយើងរកមិនឃើញនោះនឹងនាំឲ្យអាជីវកម្មរបស់យើងអាចនឹងទទួលហានិភ័យការពិន័យឬក៏ត្រូវបង់ពន្ធបន្ថែមជាដើមហើយសារៈសំខាន់ទី2គឺការចំណាយត្រឹមត្រូវនៅក្នុងពន្ធការចំណាយត្រឹមត្រូវក្នុងពន្ធកន្លែងនេះគឺយើងចង់សំដៅទៅលើ tax deduction មានន័យថាវាអាចកើតមានឡើងនៅចំណាយមិនអាចកាត់កងបានប្រសិនបើគ្មានវិក័យប័ត្រត្រឹមត្រូវឬក៏វិក័យប័ត្រនឹងមិនគ្រប់នីតិជាដើមហើយមួយទៀតมันមានឯកសារគាំទ្រច្បាស់លាស់ដូចជា contract delivery note ឬក៏ receipt អីនឹងជាដើមដែលធ្វើឲ្យចំណាយទាំងអស់នោះក្លាយជាចំណាយមិនអាចកាត់កងបានហើយសារៈសំខាន់ទី3នោះគឺការបង្ហាញអំពីដំណាភាពរបស់ក្រុមហ៊ុនអញ្ចឹងអាជីវកម្មដែលគាត់មាន document control បានល្អគឺបង្ហាញអំពីដំណាភាពចំពោះដៃគូនិងវិនិយោគិនផងដែរហើយសារៈសំខាន់ទី4នោះគឺការកាត់បន្ថយបញ្ហានៅក្នុងការផ្ទៀងផ្ទាត់អញ្ចឹងបើយើងមានប្រព័ន្ធគ្រប់គ្រងបានល្អឯកសារក៏អាចបង្កឲ្យមានជាកំហុសនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុបានដែរហើយចំណុចទី3យើងនិយាយអំពីប្រភេទឯកសារគណនេយ្យដែលត្រូវគ្រប់គ្រងជាប្រចាំអញ្ចឹងប្រភេទឯកសារគណនេយ្យដែលយើងត្រូវគ្រប់គ្រងជាប្រចាំនោះមានដូចជាទី1គឺ sales document របស់យើងនឹងយើងមានដូចជា quotation sale order delivery order sale invoice
customer receipt ហើយនឹង credit note ប្រសិនបើ transaction របស់យើងវាមានការ return អីជាដើមប្រភេទឯកសារគណនេយ្យដែលយើងត្រូវគ្រប់គ្រងទី2នោះគឺ purchase document នៅក្នុង purchase document ហ្នឹងគឺយើងមាន quotation purchase order good receive note supplier invoice payment voucher ហើយនឹង withholding tax slip ប្រសិនបើចាំបាច់ហើយប្រភេទឯកសារទី3នោះគឺ expense ហើយនឹង petty cash ចំពោះ expense ហើយនឹង petty cash នេះយើងមានដូចជា bill fuel log trip log expense claim ឬក៏ payment request staff reimbursement ឬក៏ staff advance ហើយនឹង payroll ឬក៏ HR supporting ជាដើមហើយឯកសារទី4នោះគឺយើងនិយាយពី bank and finance document អញ្ចឹងយើងមានដូចជា bank statement bank slip ដែលយើងធ្វើការ deposit ឬក៏ withdraw ហ្នឹងហើយមួយទៀត loan agreement ហើយនឹង interest calculation ហើយឯកសារសំខាន់ទី5នោះគឺតាក់ document ចំពោះតាក់ document យើងមានដូចជា monthly tax return annual tax return ហើយនឹង master file ដែលមានដូចជា company legal document update ជាដើមហើយចំណុចទី4យើងនិយាយអំពីដំណើរការក្នុងការគ្រប់គ្រងឯកសារគណនេយ្យអញ្ចឹង document control ល្អត្រូវតែមានដំណាក់កាលច្បាស់លាស់ដំណាក់កាលទី1នោះគឺការប្រមូលឯកសារអញ្ចឹងនៅក្នុងការប្រមូលឯកសារគឺទាមទារឲ្យបុគ្គលិកគាត់ប្រមូលឯកសារច្បាប់ដើមទី2ឯកសារត្រូវតែ scan ឬក៏ថតជាឯកសារ digital ហើយទី3នោះគឺប្រើ naming standard ដែលយើងកំណត់ដូចជា year mandate ឬក៏ time amount ជាដើមហើយជំហានទី2នោះគឺការផ្ទៀងផ្ទាត់ទិន្នន័យអញ្ចឹងការផ្ទៀងផ្ទាត់វាគឺជាដំណាក់កាលដ៏សំខាន់បំផុតតើយើងផ្ទៀងផ្ទាត់ទៅលើអីគេខ្លះទី1គឺយើងត្រូវពិនិត្យទៅលើឈ្មោះក្រុមហ៊ុនពិនិត្យទៅលើលេខវ៉ាទីនពិនិត្យទៅលើលេខវិក័យប័ត្រពិនិត្យទៅលើការបរិច្ឆេទឯកសារគាំទ្រដែលមានគ្រប់គ្រាន់ដូចជា PO contract ឬក៏ delivery note អីនឹងជាដើមហើយជាមួយនឹងចុងក្រោយគេគឺតាក់ compliance ហើយជំហានទី3គឺជំហាននៅក្នុងការអនុម័តអញ្ចឹងគ្រប់ឯកសារត្រូវពិនិត្យនិងអនុម័តដោយ manager ឬក៏ finance director មុននឹងយើងចំណាយប្រាក់ជំហានទី4គឺយើងនិយាយអំពីការចូលកំណត់ត្រាដែលយើងហៅថា data entry ហ្នឹងអញ្ចឹង accountant គាត់ត្រូវបញ្ចូលឯកសារទាំងអស់ហ្នឹងទៅក្នុងប្រព័ន្ធគណនេយ្យ accounting system ហើយភ្ជាប់ជាមួយនឹង digital copy ហ្នឹងទៅចំណែកឯជំហានទី5គឺយើងនិយាយអំពីចំណាត់ថ្នាក់ឯកសារអញ្ចឹងនៅក្នុងការ file link system ហ្នឹងគឺយើងត្រូវមាន monthly folder separate by type label clearly ហើយនឹង digital ឬក៏ physical copy ជាដើមហើយជំហានទី6គឺយើងនិយាយអំពីការរក្សាទុកជាយូរអង្វែងអញ្ចឹងវាត្រូវមាន yearly archive file backup cloud ឬក៏ hard drive offsite backup ជាដើមហើយចំណុចទី5យើងនិយាយអំពី folder structure ដែលយើងពេញនិយមប្រើប្រាស់សម្រាប់ការគ្រប់គ្រងឯកសារគណនេយ្យហ្នឹងអញ្ចឹងយើងត្រូវបង្កើត folder accounting document ហ្នឹងមកបន្ទាប់មកយើងបង្កើត folder តាមឆ្នាំហើយបន្ទាប់មកយើងមាន folder តាមខែឧទាហរណ៍ថា folder ឆ្នាំរបស់យើង2025អញ្ចឹងនៅក្នុង folder ឆ្នាំ2025ហ្នឹងយើងមានបង្កើត01ហើយយើងដាក់ January មកសម្រាប់ខែ1ហើយនៅក្នុង folder ខែ1ហ្នឹងយើងមាន folder សំខាន់មួយចំនួនទៀតទៅតាមប្រភេទឯកសារដូចជា sale purchase expense bank tax payroll ឬក៏ contract ជាដើមអញ្ចឹងក្នុងមួយខែយើងត្រូវបង្កើត monthly closing file ផងដែរអញ្ចឹងនៅក្នុង monthly closing file ហ្នឹងយើងមានដូចជា trial balance VAT return tax adjustment bank reconciliation expense summary ហើយនិង fixed asset register ជាដើមហើយចំណុចទី6យើងនិយាយអំពីស្តង់ដារកំណត់ឈ្មោះឯកសារដែលយើងពេញនិយមប្រើអញ្ចឹងឈ្មោះឯកសារមិនត្រឹមត្រូវវាធ្វើឲ្យឯកសារយើងនឹងកប់ហើយពិបាកស្វែងរកអញ្ចឹងយើងអាចសាកល្បងប្រើប្រាស់ការកំណត់ឈ្មោះឯកសារទៅតាមបទពិសោធន៍ដែលខ្ញុំធ្លាប់ប្រើហ្នឹងគឺយើងប្រើស្តង់ដារដូចជាយើងប្រើឆ្នាំខែថ្ងៃហើយ
ប្រភេទបន្ទាប់មក company amount អញ្ចឹងឧទាហរណ៍ថា2025 01 25អញ្ចឹងមកឲ្យឈ្មោះឯកសារពីក្រោយមកចំណុចទី7យើងនិយាយអំពីរយៈពេលក្នុងការរក្សាទុកឯកសារឲ្យបានត្រឹមត្រូវអញ្ចឹងនៅក្នុងប្រទេសកម្ពុជាយើងសក្ខីបត្រឬក៏ឯកសារគ្រប់គ្រងប្រតិបត្តិការគណនេយ្យហ្នឹងយើងត្រូវរក្សាទុកយ៉ាងតិច10ឆ្នាំប៉ុន្តែជាបទពិសោធន៍ដែលយើងអនុវត្តកន្លងមកហ្នឹងឯកសារសំខាន់របស់ក្រុមហ៊ុនតាក់ទងជាមួយនឹងលិខិតយុត្តការនានាក្រុមហ៊ុនគាត់គួរតែរក្សាទុកឲ្យលើសពី10ឆ្នាំឬក៏អាចយូរជាងនេះកាន់តែល្អដូចជាកិច្ចសន្យាវិញ្ញាបនបត្រលិខិតបញ្ជាក់អីផ្សេងហ្នឹងហើយចំណុចទី8យើងនិយាយអំពីប្រព័ន្ធdocument control រវាង digital ជាមួយនឹង manual អញ្ចឹងdigital document control វាមានអត្ថប្រយោជន៍ច្រើនហើយនឹងងាយស្រួលទី1នោះគឺស្វែងរកឯកសារតាមរយៈការ search ហ្នឹងបានងាយស្រួលហើយទី2มันចំណាយទំហំឬកន្លែងសម្រាប់រក្សាទុកហើយទី3 backup ងាយស្រួលហើយទី4ហ្នឹងប្រើនៅក្នុង cloud sharing បានយ៉ាងងាយស្រួលផងដែរហើយតម្លៃសេវាកម្មដែលគេប្រើជាញឹកញាប់នោះគឺ Google Workspace OneDrive QuickBooks Zero ឬក៏ Odoo ខ្លះភ្ជាប់ឯកសាររួមមានទាំង system នឹងផងដែរអាហ្នឹងគឺសម្រាប់digital document control ហើយមួយទៀតនោះគឺយើងនិយាយអំពី manual document control អញ្ចឹង manual document control ហ្នឹងក៏វាមានអត្ថប្រយោជន៍របស់វាដែរវាមាន original hard copy ហើយត្រូវការចាំបាច់សម្រាប់ការងារសវនកម្មទាំងសវនកម្មពន្ធដារសវនកម្មលើរបាយការណ៍រញ្ញវត្ថុនិងសវនកម្មផ្ទៃក្នុងផងដែរហើយទី3នោះរដ្ឋបាលសារពើពន្ធគាត់មានតម្រូវការពិនិត្យទៅលើឯកសារច្បាប់ដើមជាងច្បាប់ចម្លងឬក៏ច្បាប់ digital ហ្នឹងនេះគឺជាអត្ថប្រយោជន៍នៃ manual document control ហ្នឹងហើយចំណុចទី9យើងនិយាយអំពីកំហុសទូទៅនៅក្នុង document control ដែលត្រូវជៀសវាងចំណុចទី1គឺយើងត្រូវរក្សាទុកឯកសារមិនមានលំដាប់ហ្នឹងដូចជា audit trail ហ្នឹងវាខូចទី2ឯកសារខូចខាតឬក៏បាត់បង់អញ្ចឹងក្រុមហ៊ុនគាត់អាចប្រឈមមុខនឹងការទទួលរងពីនៃឬក៏បង់ប្រាក់ពន្ធបន្ថែមពីរដ្ឋបាលសារពើពន្ធទី3គ្មាន supporting document ពេញលេញអញ្ចឹងការដែលគ្មាន supporting document ពេញលេញហ្នឹងគឺអាចคล้ายទៅជាចំណាយមិនអាចកាត់កងបាននៅពេលដែលយើងគណនាពន្ធនៅប្រាក់ចំណូលប្រចាំឆ្នាំទី4ទុកឯកសារច្រើនកន្លែងអញ្ចឹងការដែលទុកឯកសារច្រើនកន្លែងហ្នឹងវាគឺធ្វើឲ្យយើងនឹងពិបាកក្នុងការស្វែងរកនិងពិបាកពិនិត្យទី5ឯកសារដែលបានត្រួតពិនិត្យដោយ accountant ហ្នឹងគឺអាចប្រឈមនឹងការកេងបន្លំឬក៏លួចបន្លំលុយក្រុមហ៊ុនឬក៏ឯកសារមិនពិតឬមិនត្រឹមត្រូវជាដើមចំណែកឯទី6ហ្នឹង file naming ហ្នឹងខុសគ្នាពុំមានការកំណត់ការប្រើប្រាស់ឈ្មោះឯកសារបានត្រឹមត្រូវហើយទី7ហ្នឹងអត់មានការ backup អញ្ចឹងកាលណាដែលយើងអត់មានការ backup នឹងធ្វើឲ្យបាត់បង់ឯកសារសំខាន់របស់ក្រុមហ៊ុនផងដែរចឹងដើម្បីគ្រប់គ្រងឯកសារគណនេយ្យឲ្យបានឲ្យមានប្រសិទ្ធភាពនិងត្រឹមត្រូវមានស្តង់ដារនោះគឺយើងត្រូវទី1ប្រើប្រាស់ monthly closing checklist ទី2បង្កើតប្រព័ន្ធ folder structure តែមួយទី3 file name ស្មើគ្នាទាំងក្រុមមានន័យថាយើងមាន file name ហ្នឹងឲ្យធំត្រូវតាមប្រភេទនីមួយៗហើយទី4ហ្នឹងបង្កើត digital ហើយនឹង hard copy ទី5គឺយើងប្រើ file lock នៅពេលបញ្ចប់ខែនីមួយទី6គឺយើងត្រូវ backup ពី3កន្លែងមានន័យថា local cloud ហើយនិង external ទី6គឺយើងធ្វើ internal audit ជារៀងរាល់3ខែម្ដងហើយចំណុចចុងក្រោយគេនោះគឺយើងត្រូវមាន SOP សម្រាប់incoming និង outcoming document ផងដែរអញ្ចឹងតើក្រុមហ៊ុនអាចចាប់ផ្ដើម document control នឹងដោយរបៀបណាទី1អ្នកទាំងអស់គ្នាត្រូវកំណត់អ្នកដែលទទួលខុសត្រូវជាចម្បងទី2ត្រូវបង្កើត SOP document control ទី3ត្រូវបង្កើត folder structure ទី4បង្កើត template naming standard ទី5អ្នកទាំងអស់គ្នាត្រូវបង្កើត monthly checklist ទី6គឺយើងត្រូវបន្ទាប់ពីបង្កើតហើយគឺយើងត្រូវបណ្ដុះបណ្ដាលអ្វីដែលយើងបានបង្កើតហ្នឹងទៅដល់បុគ្គលិកទាំងអស់
ហើយទី7គឺយើងត្រូវដាក់ឲ្យអនុវត្តជាក់ស្ដែងចំណុចទី8នោះគឺត្រូវ review ហើយនឹង improve ផងដែរអញ្ចឹងសម្រាប់ការចែកម្លែករបស់ខ្ញុំនៅក្នុងថ្ងៃហ្នឹងខ្ញុំមានតែប៉ុណ្្នឹងឯងហើយអរគុណអ្នកទាំងអស់គ្នាសម្រាប់ការយកចិត្តទុកដាក់ស្ដាប់ក្នុងការចែករំលែករបស់ខ្ញុំនៅក្នុងថ្ងៃនេះហើយខ្ញុំសង្ឃឹមថាវីដេអូដែលខ្ញុំចែករំលែកអ្នកទាំងអស់នឹងធ្វើឲ្យអ្នកទាំងអស់គ្នាទទួលបាននៅឱកាសបទពិសោធន៍ថ្មីដំណោះស្រាយបញ្ហានិងចំណេះដឹងបន្ថែមអំពីគណនេយ្យនិងពន្ធដារផងដែរហើយបើសិនបើអ្នកទាំងអស់គ្នាមានចម្ងល់ឬក៏មានបញ្ហាអ្វីតាក់ទងជាមួយនឹងគណនេយ្យឬក៏ពន្ធដារអ្នកទាំងអស់គ្នាអាចទុកមតិយោបល់អ្នកទាំងអស់គ្នានៅខាងក្រោមវីដេអូនេះខ្ញុំនឹងលើកយកមកពិភាក្សានិងចែករំលែកនៅវីដេអូបន្ទាប់ទៀតហើយដើម្បីកុំឲ្យខកខាននៅប្រធានបទថ្មីសូមអ្នកទាំងអស់គ្នាជួយចុច like share និង subscribe បន្ថែមទៀតហើយចំណេះដឹងតូចៗជារៀងរាល់ថ្ងៃនេះគឺជាគន្លឹះដើម្បីឲ្យការងារនិងអាជីវកម្មរបស់អ្នកទាំងអស់គ្នាកាន់តែរឹងមាំដូច្នេះខ្ញុំសូមអរគុណនៅការចំណាយពេលដ៏មានតម្លៃទៅលើប្រធានបទនៅក្នុងថ្ងៃនេះហើយយើងនឹងជួបគ្នានៅវីដេអូបន្ទាប់អរគុណច្រើន